មនុស្សប្រុសត្រូវចាំមួយឆាកជីវិតផងមនុស្សស្រីកើតមកមួយជាតិនេះអ្វីដែលគាត់បងប្រាថ្នាធំបំផុតនោះគឺគាត់ចង់បានប្តីមួយដែលចេះស្រឡាញ់គាត់ចង់បានប្តីមួយដែលមើលថែទាំគាត់ចង់បានប្តីមួយដែលមិនទុកគាត់ចោលទោះបីថាគាត់នៅក្នុងចំណុចអីគាត់មានឧបសគ្គអីគាត់ធ្លាក់នៅក្នុងដំណាក់កាលមួយណាគឺប្តីគាត់តែងតែតោងដៃគាត់តែងតែយត់យងគាត់គឺមនុស្សស្រីមានអារម្មណ៍ថាគាត់ជាតិនេះកើតមកគាត់មានសំណាងគាត់បានធ្វើបុណ្យពីជាតិមុនវាដល់ពេកក៏ប៉ុន្តែបើសិនជាគាត់មិនជួបប្តីណាដែលលក្ខណៈថាមិនធ្វើឲ្យគាត់សុបាយចិត្តគាត់ជួបប្តីណាដែលធ្វើឲ្យគាត់រងគ្រោះគាត់ជួបប្តីណាដែលធ្វើឲ្យគាត់ឈឺចាប់គាត់ជួបប្តីណាដែលធ្វើឲ្យគាត់អាម៉ាស់មួយជីវិតរបស់គាត់កើតមកមួយជាតិនេះគឺគ្មានន័យអីទេហើយបើសិនជាថ្ងៃណាមួយគាត់ជួបមនុស្សប្រុសបែបហ្នឹងហើយគាត់បានរងសម្ពាធនៅអ្វីៗគ្រប់យ៉ាងដែលគាត់បានជួបហើយច្បាស់ណាស់ថាគាត់ជាមនុស្សម្នាក់ដែលរៀងចោលជាមនុស្សម្នាក់ដែលខ្លាចមនុស្សប្រុសជាមនុស្សម្នាក់ដែលមិនចង់មានគ្រួសារមិនចង់មានសុភមង្គលជាមួយមនុស្សប្រុសទេអ្វីដែលគាត់ខ្លាចបំផុតគឺភាពឯកាភាពឈឺចាប់និងភាពមេម៉ាយហើយបើសិនជាគាត់បានស្គាល់រសជាតិបែបហ្នឹងអស់ហើយ